khơi nè ní phim trong lược là nấu cam vị thì mũi cho một thà My Tracksដែលអាចប្រើនៅលើទូរស័ព្ទដៃ iPhone ដើម្បីធ្វើការដានផ្លូវថ្មីឬក៏ទីតាំងថ្មីជាក់ស្ដែងយើងនៅក្នុងខេត្តរតនគិរីទស្សនភាពនៃផ្លូវមួយចំនួនគឺប្រហែលមើលឃើញទេហើយនឹងទីកន្លែងថ្មីទៀតដែលកើតឡើងប្រមាណរវាង 3-4 ឆ្នាំក្រោយនេះគឺពុំមានមើលឃើញនៅលើតាមរយៈរូបភាពករណីទេហើយបើសិនជាយើងអាចប្រើនៅកាលណាយើងប្រើប្រាស់កម្មវិធី My Track យើងអាចជិះកង់ឬក៏ជិះម៉ូតូហើយទៅដល់កន្លែងណាមួយថ្មីយើងអាចបន្ថែមនៅ waypoint គឺចំណុចនៅលើដងផ្លូវថ្មីបញ្ចូលទៅក្នុងកម្មវិធី My Track ក្នុងភាពយន្តនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើនៅកម្មវិធី My Track ដើម្បីក្រោយពីការប្រើកម្មវិធីនឹងហើយគឺយើងនឹងទទួលបាននៅឯកសារមួយដែលមានកន្ទុយជា JPX រួចបំលែងទៅជាឯកសារ KML ដើម្បីប្រើប្រាស់នៅក្នុង Google Map Maker យើងអាចទាញយកអាចដំឡើងកម្មវិធី My Track នៅក្នុងទូរស័ព្ទ iPhone របស់លោកអ្នកដោយកាត់ថ្លៃតាមរយៈ App Store រួចយើងចុចស្វែងរកហើយយើងវាយពាក្យថា My Tracks មាន S រួចយើងនឹងឃើញកម្មវិធី My Tracks មកយើងចុចលើសញ្ញាព្រួយនេះរួចយើងអាចដំឡើងកម្មវិធី My Tracks បាននេះជារូបតំណាងរបស់កម្មវិធី My Track នៅលើទូរស័ព្ទដៃចំណែកឯនេះវិញគឺជារូបតំណាងរបស់កម្មវិធី GPS Kit Pro ដែលនឹងអាចមាននៅក្នុងវីដេអូផ្សេងទៀតមុននឹងដំណើរការកម្មវិធី My Tracks យើងឃើញថានៅខាងលើនេះត្រូវមានសញ្ញាទំនិញគឺមានន័យថាសេវា location ត្រូវតែបើកបើសិនជាមិនបើកទេគឺមានន័យថា GPS របស់យើងមិនដំណើរការគឺមិនអាចរកទីតាំងបច្ចុប្បន្នរបស់យើងបានក៏ដូចជាពុំអាច track ផ្លូវរបស់យើងបានទេជាក់ស្ដែងបើសិនជាយើងបិទ location បិទសេវា location នៅពេលដែលយើងបើក My Tracks នៅពេលដែលចាប់ផ្ដើមថតគឺនឹងមានការព្រមានបាទការថតសេវារបស់ location គឺត្រូវបានបិទមិនអាចថតបានទេយើងអាចចូលទៅក្នុង setting ដើម្បីបើកវាវិញសិនបាទចុច OK អាចត្រឡប់មកវិញយើងចូលទៅក្នុង setting បាទចូលក្នុង setting យើងចូលទៅកាន់ location service សេវាកម្មទីតាំងយើងបើកប្រើហើយយើងរុញទៅលើយើងត្រូវពិនិត្យមើល My Tracks ត្រូវបើកបាទ on បើសិនជាបិទទេគឺយើងត្រូវបើកមកវិញហើយកម្មវិធី My Track នេះយើងបានបើកហើយអញ្ចឹងយើងអាចរកឃើញនៅរបស់ភារកិច្ចនេះបានអញ្ចឹងមិញនេះយើងត្រូវបញ្ឈប់ record ទៅវិញពីព្រោះថាយើងការថតអំបញ្ញមិញនេះពុំបានបើក location ទេ location service ទេដូច្នេះយើងត្រូវថតម្ដងទៀតឧទាហរណ៍ថាយើងបិទកម្មវិធីនឹងចោលបាទយើងបិទកម្មវិធីនឹងចោលរួចយើងត្រូវសង្កេតឃើញខាងលើនេះគឺវាជាសេវាកម្មទីតាំងបានដំណើរការហើយទើបយើងអាចបើកប្រើវាបានបាទមុននឹងបើកយើងត្រូវពិនិត្យមើលត្រង់ចំណុចហ្នឹងសិនកម្មវិធី My Tracks របស់យើងអាចចាប់ផ្ដើមថតនៅស្នាមដានផ្លូវរបស់យើងបានហើយឥឡូវនេះគឺកំពុងតែចាប់ផ្ដើមថតហើយអញ្ចឹងយើងអាចធ្វើដំណើរតាមរយៈរថយន្តឬក៏តាមរយៈម៉ូតូកង់ជាដើមបាទបើយើងដើរនឹងជិះកង់គឺអាច track ផ្លូវបានសុក្រិតជាងហើយនៅក្នុងពេលធ្វើការ track នឹងទៀតសោតយើងអាចថតជារូបថតបានបាទឧទាហរណ៍ថានៅកំពុងតែថតវីដេអូនេះគឺយើងមិនបានធ្វើចលនានៅកន្លែងណាទេអញ្ចឹងយើងអត់ឃើញទេតែបើសិនជាយើងបាននាំធ្វើចលនាវិញយើងឃើញថានឹងមាន track នៅលើហ្នឹងបាទហើយនេះជាផែនទីរបស់ OpenStreet ទេបន្តមកបើសិនជាដល់ចំណុចណាមួយយើងចង់ថតយើងអាចប្រើកាមេរ៉ាឲ្យប្រើកាមេរ៉ាថតបានបាទហើយយើងអាចថតបានពេលថតបើសិនជាថតទៅស្អាតយើងអាចជ្រើសរើសប្រើ use តែបើសិនជាមិនស្អាតទេយើងចង់ថតឡើងវិញយើងយក retake ថតក្នុងទៀតបាទឥឡូវយើងចាត់ទុកថាយើងយកបាទយើងឃើញថាមានរូបថតមួយស្លឹកបើយើងថតបន្តមកយើងឃើញថាយើងកំពុងតែមិនស្ថិតក្នុងដំណើរការថតនៅឡើយទេតែបើយើងទៅដល់ទីតាំងមួយយើងឃើញថាយើងចង់ដៅវាទុកសម្គាល់ដើម្បីឲ្យដឹងថាវាស្ថិតនៅត្រង់កន្លែងណានៃផែនទីដើម្បីកុំឲ្យយើងពិបាករកដូច្នេះយើងអាចចុច add waypoint គឺបន្ថែមចំណុចនៅតាមដងផ្លូវណាអាចចុច add waypoint នេះជារយៈទទឹងនិងរយៈបណ្ដោយរបស់ទីតាំងដែលយើងត្រូវបន្ថែមមានចេញមកស្រាប់ហើយយើងអាច
វាឈ្មោះបានឧទាហរណ៍ថាទីតាំងនោះជាវត្តអារាមឬក៏ហាងអីមួយចឹងយើងអាចវាយបានដើម្បីជាសម្គាល់ដើម្បីដើរនៅលើផែនទីបាទថាភក្ណា shop ឧទាហរណ៍អញ្ចឹងតាមមកខ្ញុំចុចដានធ្វើរួចបង្កើតបានជា waypoint មួយបាទយើងទៅដល់កន្លែងណាមួយផ្សេងទៀតបាទយើងចង់ដើរទុកវាដើរនៅលើ Google Map Maker ចឹងយើងអាចចុចបង្កើត waypoint មួយផ្សេងទៀតបាទអាចចុចបង្កើត waypoint មួយទៀតដូចលើកមុនអញ្ចឹងហើយនៅទីបញ្ចប់នៅពេលដែលយើងដល់គោលដៅហើយយើងឈប់ថតហើយបាទបើយើងឈប់យកដានផ្លូវហើយយើងអាចចុច rec icon rec គឺ record ហ្នឹងហើយយើងយក stop recording គឺបញ្ឈប់ការថតបាទហើយប្រអប់មួយនេះគឺសំដៅថាស្នាមមានថ្ងៃខែនិងម៉ោងត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីស្នាមបញ្ជីដើមផ្លូវហើយយើងធ្វើដូច្នេះដើម្បីបញ្ជូនទៅកាន់ email គឺយើងត្រូវច្បាស់ថាយើងមាន email សិនឧទាហរណ៍ថាខ្ញុំចង់បញ្ជូនបច្ចុប្បន្ននេះខ្ញុំទៅបើក 3G របស់ខ្ញុំសិនចូលមករក setting បាទ Wi-Fi របស់ខ្ញុំចាប់មិនបានទេខ្ញុំបិទតែម្ដងទៅហើយមួយទៀតខ្ញុំប្រាប់ថានៅពេលដែលយើងថតយកស្នាមផ្លូវឬក៏ទីតាំងយើងត្រូវតែបិទ Wi-Fi ទីមួយដើម្បីសន្សំថ្មពីព្រោះយើងធ្វើដំណើរនៅតាមផ្លូវគឺពុំមាន Wi-Fi ទេហើយយើងបិទ Wi-Fi នេះគេអាចទីមួយអាចសន្សំថ្មទីពីរគឺធ្វើឲ្យ GPS របស់យើងដំណើរការទៅកាន់តែ secret ហើយនៅត្រង់ setting new sound យើងត្រឡប់មកខាងក្រោមមានឃើញពាក្យថា my track នេះវា email សាយឋាន email តាមលំនាំដើមបានថាជាទូទៅយើងថតហើយតែយើងបញ្ជូនតាម email នោះបញ្ជូនទៅ email មួយណាយើងវាយវាឲ្យហើយបាទយើងវាឲ្យហើយដើម្បីឲ្យយើងបំពេញចានសារ 3G ដើម្បីប្រើអ៊ីនធឺណិតមកវិញចូល network បាទខ្ញុំបើកទាំងអស់បើក 3G មកបាទឥឡូវយើងមានអ៊ីនធឺណិតហើយអញ្ចឹងយើងត្រឡប់មកកម្មវិធីយើងមិញវិញបាទហើយមិនទាន់បិទទេយើងចូលទៅកាន់ My Tracks បាទយើងឃើញថាយើងបានបិទរួចហើយពីព្រោះនេះទៅជា start recording បានថាថតស្នាមផ្លូវថ្មីហើយអញ្ចឹងយើងចូលទៅ My Tracks បាទយើងឃើញថា show track នេះចូលទៅ show tracks ស្នាមដែលថតចុងក្រោយគេគឺស្ថិតនៅក្រោយគេបាទបើយើងចុចផ្នែកខាងមិនឲ្យចុចចំព្រោះទេយើងចុចកន្លែងនេះគឺនឹងបង្ហាញអំពីផែនទីបាទឧទាហរណ៍យើងចូលស្នាមនេះtrack នេះដែលបានថតមកកន្លងមកបាទនេះគឺបង្ហាញអំពីស្នាមដែលយើងថតកន្លងមកហើយយើងត្រឡប់ថយក្រោយវិញហើយយើងចុចលើព្រួយហើយចុចលើព្រួយវិញគឺមានន័យថាយើងអាចកែឈ្មោះ track យើងបានបាទយើងកែឈ្មោះឧទាហរណ៍ថាយើងដាក់ឈ្មោះហ្នឹងថាខានលង New Road បាទផ្លូវបានលងថ្មីអញ្ចឹងដែរដើម្បីយើងដឹងថាយើងកំពុងតែថតអំពីអីបន្ទាប់មកយើងចង់ផ្ញើហើយយើងរំកិលមកក្រោមទៀតគឺយើងឃើញថា mail track នេះគឺមានន័យថាបញ្ជូនស្នាមហ្នឹងទៅតាមរយៈ email បាទនេះហើយខាងលើនេះគឺជាអាស័យដ្ឋាន email តាមលំនាំដើមដែលយើងបានពេញពីមុនមកឬក៏យើងអាចលុបចោលហើយយើងវាយសារថ្មីក៏បានដែរឬក៏បន្ថែមក្នុងតារាង CC ថា track ហ្នឹងស្នាមផ្លូវហ្នឹងយើងបញ្ជូនទៅឲ្យអ្នកផ្សេងទៀតក៏បានដែរបាទឧទាហរណ៍ថាបញ្ជូនដល់បងចាន់នេះដែរអញ្ចឹងទៅហើយនេះជាឈ្មោះរបស់ផ្លូវហើយភ្ជាប់នៅស្នាមផ្លូវឈ្មោះថាដែលមានកន្ទុយឯកសារ JPX ឬយើងចុច send បាទជាការស្រេចបាទយើងនឹងទទួលបាន email មួយដែលយើងបានបញ្ជូនពីទូរស័ព្ទដៃរបស់យើងមកកាន់សាយដ្ឋាន email បាទយើងឃើញថា GPX បាទឬយើងអាចទាញយកនៅឯកសារនោះចុច download ឬយើងរក្សាទុកនៅកន្លែងណាមួយតើយើងត្រូវធ្វើដូចម្តេចទៅអាចប្រើជាមួយនឹង Google Map Maker យើងដែលត្រូវការប្រើឯកសារដែលមានកន្ទុយឯកសារជា KML អញ្ចឹងយើងត្រូវធ្វើការបំលែងគ្នារវាង GPX និង KML គេហទំព័រមួយឈ្មោះថា gpx-kml.com ទីមួយយើងបំរើ GPX បាទជ្រើសរើសយកឯកសាររួចចុចលើ open ហើយយើង convert ទាំង waypoint tracks និង route ចុចលើ convert ដើម្បីធ្វើការបំលែងឯកសារក្រោយពីបំលែងហើយគឺយើងអាចបើកជាមួយនឹងផែនទី Google បាទនេះជាស្នាមផ្លូវបាទយើងឃើញថាជាផ្លូវថ្មីដែលមិនទាន់មានបាទស្នាមផ្លូវហើយនឹងមាន waypoint មួយគឺ
Soka Guest House ចូលធ្វើដូចម្ដេចទើបអាចយកមកប្រើជាមួយនឹង Google Map Maker យើងបានត្រឡប់ទៅវិញចូលទៅយើងឃើញថាមានពាក្យថា download នេះជាអាស័យដ្ឋានទៅកាន់ឯកសារ KML នេះយើងខាងស្ដាំដៃ copy link location មកហើយយើងត្រឡប់ចូលមកក្នុង Map Maker របស់យើងឃើញថាមិនទាន់មាន layer ទេអញ្ចឹងយើងត្រូវចូលក្នុង setting ហើយចូលយក lab បើប្រើ overlay រួចចុចរក្សាទុក overlay ចេញមកហើយចុចលើ overlay រួចយកពាក្យគ្រប់គ្រងស្រទាប់ខាងលើខាងស្ដាំដៃយើងបិទភ្ជាប់នៅឯកសារអាស័យដ្ឋានរបស់ឯកសារ KML រួចចុចបន្ថែមហើយចុច OK ជាការស្រេចបាទពេលនេះយើងឃើញថាស្នាមនៅលើនឹងហើយយើងអាចដើរបានហើយបាទដើរចំកន្លែងស្នាមចាស់ហ្នឹងក៏យើងអាចគូសបានគូសដោយប្រើឧបករណ៍បាទនេះបន្ថែមកន្លែងថ្មីយើងដាក់កន្លែងនេះមកហើយយើងដានពីលើនឹងមកហើយវិធីមួយយ៉ាងទៀតក្រោយពីបានដានផ្លូវនឹងហើយបើយើងចង់រក្សាទុកដានផ្លូវនឹងនៅលើ Google Map របស់យើងក៏បានដែរគឺយើងអាចចូលទៅក្នុង Google Map បាទរួចចូលទៅក្នុង My Place ចូល My Place យើងអាចចុចបង្កើតផែនទីថ្មីបាទយើងដាក់ចំណងជើងឲ្យទៅថាផ្លូវថ្មីក្រុងបានលងហើយបើយើងចង់ចែករំលែកជាមួយមិត្តភក្តិយើងគឺយើងទៅយក public រួចចុច import ឯកសារ KML យើងអាចបើយើងពុំមានឯកសារ KML នៅក្នុងនោះទេគឺយើងអាចដាក់នៅខាងក្រោមបានខាងស្ដាំដៃ paste ពីព្រោះយើងចម្លងពីមុនមកហើយនៅកន្លែងនេះបាទបន្តមកយើងអាចចុចរួចយើងអាចចុចរក្សាទុកបានបាទចុចរក្សាទុកតាមបាទយើងចុចទៅចុច refresh ឬក៏ F5 នៅពេលដែលចុចស្រស់ហើយ refresh ហើយគឺយើងនឹងឃើញយើងអាចចូលទៅក្នុង My Place ទីតាំងរបស់ខ្ញុំផ្លូវថ្មីក្រុងបានលងយើងនឹងឃើញ KML បាទយើងឃើញឯកសារ KML យើងអាចខាងស្ដាំដៃរួចចូលចម្លងទីតាំងដំណរហើយយើងអាចត្រឡប់ចូលមក Google Map Maker របស់យើងហើយយើងចង់ចោលវិញហើយដំណរនេះមិនបិទបើកបានស្នាមនេះយើងចង់លុបស្នាមនឹងចោលវិញយើងចុចលុបចោលហើយអូខេបានបាត់ស្នាមនឹងហើយអញ្ចឹងមិញនេះយើងបានចម្លងពី Google Map របស់យើងឥឡូវយើងយកមកដាក់នៅក្នុងនេះវិញចូល overlay ស្ទាប់លើគ្រប់គ្រងស្ទាប់លើខាងស្ដាំដៃបិទភ្ជាប់ជួយបន្ថែមហើយចុចយកក្រមឥឡូវយើងឃើញថាខាងឡើងវិញហើយដោយពីមុនដែរអញ្ចឹងខ្ញុំសូមបញ្ចប់នៅភាពយន្តក្នុងការ track ផ្លូវថ្មីមួយហើយបញ្ចូលវាមកចូលក្នុង Google Map Maker របស់យើងដើម្បីងាយស្រួលក្នុងការដៅទីតាំងថ្មីឬក៏ដៅនៅផ្លូវថ្មីដែលយើងពុំអាចមើលឃើញតាមរយៈរូបភាពកាយរណបរបស់ Google Map បាទមូលហេតុគឺ Google Map អាចនឹងពុំទាន់បានធ្វើបច្ចុប្បន្នភាពរូបភាពកាយរណបឲ្យសមស្របទៅនឹងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើងអញ្ចឹងយើងត្រូវការបង្កើតដានផ្លូវឬក៏ថតដានផ្លូវឲ្យខ្លួនយើងសង្ឃឹមថាវីដេអូនេះនឹងអាចជួយដល់អ្នកនរគ្នាដែលមានទូរស័ព្ទដៃដែលមានបង្កប់នៅ GPS មិនថាជា iPhone ឬក៏ទូរស័ព្ទដៃផ្សេងទៀតប្រើ Android ជាដើម Android គឺយើងអាចប្រើកម្មវិធីមួយឈ្មោះថា My Track ដែរតែដក clear រវាង My និង Track